ប្រហែលថ្ងៃនេះខ្ញុំឃើញគេល្បីរឿងត្រីមាត់ធំនេះខ្លាំងមែនតើឃើញគ្នាយើងផុសថាម្នាក់ហ្នឹង fake សាហាវខ្ញុំចង់ដឹងក៏ចូលទៅមើលរឿងនេះនៅក្នុង website រឿង VIP នៅក្នុង website គេដាក់ចំណងជើងថារឿងត្រីមាត់ធំចង់ប្រាប់ថាល្អមើលរបស់គេមែនបងប្អូនសាច់រឿងឆ្លុះបញ្ចាំងពីជីវិតពិតច្រើនដំបូងខ្ញុំគិតថាវាគ្រាន់តែជា animation បែបកំ pl ែងធម្មតាតែពេលបានមើលផ្ទាល់ប៉ះពាល់អារម្មណ៍ខ្លាំងប៉ុន្តែក៏រៀនសូត្របានច្រើនដែររឿងនេះនិយាយពីតួអង្គពីរនាក់បានផ្លាស់ប្ដូររាងកាយគ្នាពេលនោះហើយទើបពួកគេចាប់ផ្ដើមយល់ពីគ្នាថាម្នាក់ៗសុទ្ធតែមានសម្ពាធមានទំនួលខុសត្រូវនិងមានបញ្ហាផ្សេងៗគ្នាសារជាតិជាមនុស្សល្អនៅតែធ្វើល្អដល់ទីបញ្ចប់ទោះបីជាគេបំពានឬក៏ធ្វើអាក្រក់ដាក់ក៏ងាយនឹងបំភ្លេចចោលដែរប៉ុន្តែមនុស្សបែបនេះងាយនឹងចាញ់បោកគេដោយសត្វភូគូនេះអញ្ចឹងខំជួយគេតែត្រូវបានគេចាក់ពីក្រោយខ្នងរហូតដល់បាត់បង់ផ្ទះសម្បែងចំណែកត្រីមាត់ធំនេះវិញពេលខ្លួនលំបាកសម្ដែងធ្វើជាចិត្តល្អដល់ពេលបានសុខសាន្តបែរជាវាប្រហារមិត្តភ័ក្តិដែលខំជួយខ្លួនងាកមកកាន់បាក់សីចាវិនវិញក្នុងនាមជាកូនច្បងក្នុងគ្រួសារនាងត្រូវទទួលបន្ទុកមើលថែបងប្អូនទោះបីជានាងសម្ដីអាក្រក់កាចឆ្នះហើយរអ៊ូច្រើនបន្តិចប៉ុន្តែគ្រប់យ៉ាងគឺនាងធ្វើដើម្បីបងប្អូនមានក្តីសុខមានជំរកត្រឹមត្រូវនិងមានហូបគ្រប់គ្រាន់មានស៊ីនមួយគេនិយាយថា Sometimes we judge people before we understand them មានន័យថាពេលខ្លះយើងវាតម្លៃនរណាម្នាក់ទាំងដែលយើងមិនបានស្គាល់គេច្បាស់ផងឃ្លានេះត្រូវមែនតែនសម្រាប់ស្ថានភាពសង្គមយើងបច្ចុប្បន្នបើបងប្អូនកំពុងតែមានអារម្មណ៍ថាហត់នឿយក្នុងជីវិតឬក៏មានអារម្មណ៍ថាគ្មាននរណាម្នាក់យល់ពីអ្នកបងប្អូនសាកទៅមើលរឿងនឹងមើលប្រហែលជាអាចធ្វើឲ្យបងប្អូនយល់ពីមនុស្សជុំវិញខ្លួននិងយល់ពីបញ្ហាខ្លួនឯងច្រើនជាងមុនហើយបើចង់ទស្សនារឿងនេះពេញជាភាសាខ្មែរកុំភ្លេចចូលទៅមើលនៅក្នុង website រឿង vip.com ប៉ុន្តែបងប្អូនក៏អាចចូលទស្សនាតាម Telegram បានផងដែរ link នៅក្នុង comment ខាងក្រោម